បងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូសូមបង្ហាញបងប្អូនឲ្យបានស្គាល់អំពីរុក្ខជាតិមួយឈ្មោះថាដើមទឹកដោះខ្លាដើមទឹកដោះខ្លាហើយនឹងគុណសម្បត្តិរបស់វាដើមទឹកដោះខ្លានេះមានស្លឹកស្តៀងយើងកែបផ្ទៃល្អយើងកែបផ្ទៃល្អជាប់ខ្លួនយើងគឺស្លឹកវាស្តៀងចឹងឯងមើលហើយវាមាននឹងគ្រឿមតិចហើយផ្កាវានៅខាងលើផ្កាវាហើយស្មៅទឹកដោះខ្លានេះនៅពេលដែលយើងបេះវាទៅវាចេញជាតិជ័រដោយទឹកដោះអញ្ចឹងឯងណាចេញជាតិជ័រដោយទឹកដោះអញ្ចឹងបានជាគេឲ្យឈ្មោះថាទឹកដោះខ្លាស្មៅទឹកដោះខ្លាហើយទឹកដោះខ្លានេះវាមានច្រើនប្រភេទវាមានដើមទឹកដោះខ្លាធំវាមានដើមទឹកដោះខ្លាតូចវាមានស្មៅទឹកដោះខ្លាធំហើយនៅស្មៅទឹកដោះខ្លាតូចហ្នឹងហើយអ្វីដែលគ្រូបានបង្ហាញនេះគឺស្មៅទឹកដោះខ្លាហ្នឹងហើយស្មៅទឹកដោះខ្លាចឹងបងប្អូនមើលចំណាំទៅពេលដែលយើងចាប់វាបេះស្លឹកវាទៅដល់យើងបេះស្លឹកវាទៅគឺវាមានជ័រដូចទឹកដោះអញ្ចឹងទឹកដោះយ៉ាងម៉េចគឺជ័រវាអញ្ចឹងឯងជ័រវាចេញមកពណ៌សណាស្មៅទឹកដោះខ្លាអ្នកខ្លះក៏យកមកធ្វើជាថ្នាំសម្រាប់ជំនួយដល់ទឹកដោះអញ្ចឹងណាសម្រាប់ស្ត្រីដែលឆ្លងទន្លេហើយមិនមានទឹកដោះអីចឹងគេយកស្មៅហ្នឹងមកដាំហូបហ្នឹងហើយប៉ុន្តែអ្វីដែលលោកគ្រូចង់បង្ហាញនៅឱកាសនេះគឺតកតងទៅនឹងជំងឺប្រទាលល្អៈបង្កើតទាលល្អៈហើយយើងលមាស់អេសទៅជាទាលល្អៈពេញតែក្នុងខ្លួនយើងព្រោះអ្នកខ្លះកើតទាលល្អៈហ្នឹងគឺមិនមែនកើតតិចតួចទេកើតពេញខ្លួនតែហ្មងហ្នឹងហើយមកអំពីជាតិពុលនៅក្នុងថ្លើមជួនកាលជាតិពុលនៅក្នុងថ្លើមយើងវាកើនឡើងច្រើនទៅធ្វើឲ្យយើងកើតលមាស់ប្រទាលល្អៈនឹងអេសចុះអេសឡើងវាទៅជាប្រទាលល្អៈពេញខ្លួនឬក៏អ្នកខ្លះគាត់មានការអាឡែស៊ីបន្តថាអាឡែស៊ីប្រតិកម្មជាមួយនឹងសមុទ្រអញ្ចឹងកាលណាគាត់ទៅលេងសមុទ្រឬក៏គាត់ទទួលទានគ្រឿងសមុទ្រអីចឹងណាក្តាមខ្យងបកាបកងត្រីសមុទ្រអីទៅហោអញ្ចឹងទៅស្រាប់តែឡើងអាឡែស៊ីឡើងប្រតិកម្មស្បែកនឹងឡើងទទួលដូចប្រទាលល្អៈអញ្ចឹងណាចឹងបងប្អូនសាកប្រើរុក្ខជាតិនេះទៅយកស្មៅទឹកដោះខ្លានេះមកក្តាប់ហ្នឹងហើយស្មៅទឹកដោះខ្លាហ្នឹងមកក្តាប់ទៅយកទាំងអស់យកទាំងស្លឹកយកទាំងដើមបោចទាំងអស់ទៅមកក្តាប់ទៅហើយមួយទៀតហ្នឹងគឺស្មៅត្រចៀកទន្សាយណាខាងចុងលោកគ្រូនឹងបង្ហាញអំពីស្មៅត្រចៀកទន្សាយនៅខាងចុងវីដេអូហើយបើសិនវាអត់មានស្មៅត្រចៀកទន្សាយទេបងប្អូនប្រើតែមួយហ្នឹងក៏បានដែរមិនបាច់ប្រើពីរក៏បានដែរប្រើត្រឹមតែស្មៅទឹកដោះខ្លាហ្នឹងតែមួយមុខក៏បានដែរយកវាមកក្តាប់អញ្ចឹងមកក្តាប់រៀងធំទៅអញ្ចឹងណាយកមកដាំទឹកហូបអាហ្នឹងប្រើស្រស់កុំប្រើក្រៀមប្រើស្រស់មានប្រសិទ្ធភាពកាលណាបើប្រើក្រៀមវាអត់មានប្រសិទ្ធភាពទេឬក៏មានដែរប៉ុន្តែវាមានតែអញ្ចឹងភាគរយវាត្រឹមតែ10ឬក៏30%ប៉ុណ្ណឹងប៉ុន្តែបើយើងប្រើស្រស់វាគុណភាពវាប្រសិទ្ធភាពវា100%ឬក៏70-80%ចឹងទៅអញ្ចឹងតាមការពិសោធន៍បទពិសោធន៍របស់លោកគ្រូមកគឺយកមកប្រើស្រស់តកតងទៅនឹងរោគប្រទាលល្អៈហ្នឹងបើថាជំងឺផ្សេងអាហ្នឹងមិនដឹងទេគេប្រើក្រៀមក៏បានប្រើស្រស់ក៏បានប៉ុន្តែសម្រាប់ជំងឺប្រទាលល្អៈហ្នឹងមួយមានបញ្ហាអាឡែស៊ីដោយសារគ្រឿងសមុទ្រអីជាដើមអញ្ចឹងទៅឡើងប្រទាលល្អៈហ្នឹងបងប្អូនយកស្មៅទឹកដោះខ្លាវិញនឹងមកក្តាប់ទៅហើយបើសិនជាមានត្រចៀកទន្សាយនេះស្មៅត្រចៀកទន្សាយហ្នឹងផ្កាពណ៌សអញ្ចឹងហើយស្លឹកវាស្តៀងទៅនឹងត្រចៀកទន្សាយបានគេហៅឈ្មោះថាត្រចៀកទន្សាយដោយសារទន្សាយហ្នឹងវាសាដេកកន្លែងហ្នឹងសាដេកក្នុងស្មៅហ្នឹងវាធ្វើសបុកធ្វើអីកន្លែងរស់នៅកន្លែងកូនកន្លែងអីវាកន្លែងក្រាបពួនអីហ្នឹងវាច្រើនតែធ្វើសបុកនៅនឹងស្មៅត្រចៀកទន្សាយហ្នឹងចឹងកន្លែងណាដែលមានដើមស្មៅនឹងច្រើនតាមព្រៃណាភាគច្រើនគឺមានទន្សាយដែរអាហ្នឹងគេសង្កល់ចឹងដែរហើយវាច្រើនតែធ្វើសម្បុកធ្វើអីនៅកន្លែងស្មៅនឹងអញ្ចឹងបានគេឲ្យឈ្មោះថាស្មៅត្រចៀកទន្សាយហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនមានស្មៅត្រចៀកទន្សាយនេះបងប្អូនយកមកក្តាប់ទៅព្រោះហ្នឹងវាជួយត្រជាក់ជួយព្យាបាលថ្លើមដែរអញ្ចឹងស្មៅត្រចៀកទន្សាយនឹងមកក្តាប់ទៅហើយនឹងស្មៅទឹកដោះខ្លានេះមកក្តាប់ទៅប្រសិនបើអត់មានស្មៅត្រចៀកទន្សាយទេបងប្អូនយកស្មៅទឹកដោះខ្លាអ្វីដែលសំខាន់ហ្នឹងគឺស្មៅទឹកដោះខ្លាហ្នឹងហើយដែលជាបឋមជាប្រធាន
ក្នុងការប្រើឱសថសម្រាប់ជួយព្យាបាលអាការៈប្រតិលអាហ្នឹងណាបងប្អូនយកស្មៅទឹកដោះខ្លាមួយមុខមួយក្តាប់ធំប្រសិនបើមានទាំងពីរមុខបងប្អូនយកទាំងពីរមុខប៉ុន្តែស្មៅត្រចៀកទន្សាយអាចអត់បានប៉ុន្តែបើសិនជាស្មៅទឹកដោះខ្លានេះអត់បានទេត្រូវតែប្រើវាព្រោះវាជាប្រធានកន្លែងហ្នឹងអញ្ចឹងណាបើមានទាំងពីរក៏ល្អដែរយកមួយមុខមកក្តាប់មួយមុខមកក្តាប់មកដាំទឹកហូបបើសិនជាអត់ទេយកតែស្មៅទឹកដោះខ្លាហ្នឹងក៏បានដែរមួយមុខហ្នឹងមកក្តាប់អៀងធំតិចមកដើមស្រស់ហ្នឹងយកមកដាំទឹកហូបដាក់ទឹក2លីត្រណាស្មៅហ្នឹងមកក្តាប់អៀងធំតិចទៅហើយដាក់ទឹក2លីត្របន្ទាប់ពីដាំពុះហើយបងប្អូនទុកវាត្រជាក់ល្មមអញ្ចឹងទៅចាក់ដាក់កែវដាក់អីហ្នឹងសម្រាប់ហូបជាប្រចាំថ្ងៃទៅហូបជំនួសទឹកធម្មតាណាហ្នឹងហើយហូបជាប្រចាំអញ្ចឹងទៅរហូតដល់អាការៈនៃជំងឺសើស្បែកកើតប្រតិលអាហ្នឹងវាបាត់វិជាអញ្ចឹងបាត់វិជាទៅកាលណាយើងជប់ប្រើទៅសូមអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូនេះសូមជូនពរបងប្អូនទាំងអស់គ្នាសុខសប្បាយកុំឲ្យមានរោគាហើយចម្រុងចម្រើននៅក្នុងអាជីវកម្មការកសាងជីវភាពនឹងមានលៀបមានជ័យទាំងអស់គ្នាចម្រុងចម្រើនដោយការព្យាយាមខិតខំរៀងខ្លួនហើយសូមអរគុណច្រើនដែលបានទស្សនាសូមជួយ Subscribe នៅ Channel នេះផងដើម្បីទទួលបាននូវចំណេះដឹងទាក់ទងទៅនឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងសូមអរគុណ